Ok, chứ nhưng xung bật to càng nghe bật to bây giờ ban đi làm pi mong muốn là những đặt ha DT mũi DTP giống nè bà dương ai cầm nọt chân chốt các bạn đấy ta làm đặt đòi chống bật to pi dương mơ pi vậy thì dương ban lên làm pi mong muốn just create new DB hay new table chứ ở đây để cái này dương trong bà hai nhưng trong bà hai thằng này tao này thì mỗi cứ dương lên pi ca drop database với nhé nè drop DB với như thưa mình dương ai bằng card bán ta dương ai lục trên bàn nó drop nó quên là lục cái này dương bà remove trên mình tao mà tiết dương người drop table nè drop table គឺ drop មិនតែណាត់ហើយបន្តមកទៀតអាចមានវិធី change បាទ change column គឺ change column បាទ change column បាទ change column នៅក្នុង DB នេះតើគ្នាយើង change មិនវិញឧទាហរណ៍ឥឡូវខ្ញុំបង្កើតទៅកាលណា change មានន័យថាយើងអាចកែទៅលើខ្លះអាចកែទៅលើឈ្មោះ column អាចកែទៅលើប្រភេទតន័យរបស់ column នោះអាចគ្នាយើងអាចបាទអាចកែទៅលើ null ឬក៏ default value ចឹងទៅផ្សេងទៀតអាហ្នឹងគេហៅថា change column អាហ្នឹងករណីដែលយើងបង្កើត column នោះទៅវាមានភាពខុសឆ្គងអីមួយឬក៏វាអត់ដូចអ្វីដែលយើងចង់បានណាយើងច្រឡំចុចប៊ូតុង save ទៅវាបង្កើតទៅមួយជើងហើយតែយើងចង់ធ្វើការងារ change វិញអញ្ចឹងគឺខ្ញុំនឹងបង្ហាញអំពីការ change ហ្នឹងនៅលើ GUI ហ្នឹងហ្មងណាអញ្ចឹងមែនទេធម្មតាយើងមិនអាចធ្វើខុសមែនទេព្រោះយើងអត់អាចធ្វើទៅត្រូវរហូតទេអញ្ចឹងគឺយើងទៅចេះបាទចេះទាំងបង្កើតចេះទាំង drop ចេញចេះទាំង change ណាបាទដូចគ្នាដែរគឺ add new column ដូចគ្នាដែរគឺ drop column បាទអញ្ចឹងអាច drop table អាច add column ថ្មីអាច change column អាច add new អាច drop អញ្ចឹងទៅណាអូខេតោះអញ្ចឹងគឺយើងចាប់ផ្ដើមធ្វើមួយណាបាទអញ្ចឹងគឺយើង using ណាគឺវិធីរបស់យើងគឺប្រើប្រាស់អញ្ចឹងគឺបើថាយើងអាច learn អំពីការ using បាទគឺនៅក្នុង GUI ហ្នឹងសិន using in PHP my admin កណែគេនិយាយថា in PHP my admin ហ្នឹងគឺបើថាវាជា GUI មួយណា GUI មួយគឺ graphic user interface អានេះផ្ទាំងនេះអញ្ចឹងមិនថាយើង learn នៅលើផ្ទាំងហ្នឹងហ្មងវាមានកន្លែងឲ្យយើងចុចសម្រាប់ធ្វើការងារ change ធ្វើការ drop អញ្ចឹងទៅហើយដល់ពេលវិធីមួយទៀតគេមានវិធីប្រើ comment អាហ្នឹងគឺ comment យើងអាចថាកម្រិត advanced មួយណាដែលយើងស្គាល់អំពី syntax យើងសរសេរ comment មក scale comment run ទៅគឺ script ហ្នឹងវាទៅ create ទៅ update ទៅ modify អីហ្នឹងបាទគឺឲ្យ comment ហ្នឹងវាជួយយើងច្រើនណាដោយសារគេវាឲ្យងាយស្រួល backup នៅពេលដែលយើងធ្វើការងារ update DB យើងអីយើងប្រើ script ហ្នឹងវាល្អដោយសារបើប្រើ manual ពិបាកដែរណាពិបាកក្នុងការ maintenance ដែរបាទអញ្ចឹងគឺគេភាគច្រើនគេ develop គេមាន script មួយណាឧទាហរណ៍ឥឡូវគេ develop នៅក្នុង local មិនអញ្ចឹងណាឧទាហរណ៍គេបង្កើត table VB4 ទៅស្រាប់តែគេចង់ alter អីឬក៏ចង់ថែមថយ column ចង់ drop អីគេទៅ set script អញ្ចឹងគេទៅ write script បាទការងារហ្នឹងគេទៅ write script យើង recommend write script បាទហើយមិនយើងត្រូវចេះ write script ដោយសារតែនៅពេលដែលយើងធ្វើការងារ deploy បាទគឺយើង update លើ server deploy to server ធម្មតាអាហ្នឹងជា server មួយណា deploy to server អញ្ចឹងបើជាក់ស្ដែងនៅក្នុងការងារហ្នឹងគឺMySQL server ហ្នឹងគឺយើងទិញគេណានេះយើង MySQL server ហ្នឹងគឺយើងទិញបាទទិញ hosting គេទិញ server គេ hosting ដែលយើងបាន deploy ទៅលើ cloud ណាទៅលើ cloud ហើយអញ្ចឹងយើងមាន develop លើ local អញ្ចឹងហើយនឹងលើ cloud មួយមែនអត់បាទអញ្ចឹងគឺវា hosting នៅលើ cloud ហើយអញ្ចឹងឧទាហរណ៍យើងបង្កើតទៅមួយជើងហើយគឺវាមាន structure វាអញ្ចឹងណាសម្រាប់គ្រប់គ្រងប្រព័ន្ធតន័យមួយអញ្ចឹងដល់ពេលដែលយើងធ្វើការងារកែប្រែ add column time add new drop អីហ្នឹងអញ្ចឹងបើយើងធ្វើ manual យើងត្រូវចូលទៅខាងលើ server ហើយធ្វើ manual ទៀតអញ្ចឹងវាពិបាកនៅក្នុងការថាទៅធ្វើមិនអីខ្លះអត់ចាំអញ្ចឹងគឺគេទៅសរសេរ script នេះអញ្ចឹងខ្ញុំថាគេទៅសរសេរ script ហ្នឹងហើយពេលដែលយើង set script ហ្នឹងបានយើង run លើ local ឧទាហរណ៍ script ឯគេនេះ script ទាំងអស់នេះមិនថា drop add new អីហ្នឹងគឺយើងប្រើ script បាទគឺ actual script បាទអញ្ចឹងដល់ពេលដែលយើងប្រើជា script វាងាយស្រួលណាងាយស្រួល manage ជាពិសេសគឺការ deploy អាការងារហ្នឹងទៅលើ server ជាក់ស្ដែងវាងាយស្រួលជាងមុនណាបាទងាយស្រួល manage ជាងមុនអញ្ចឹងគឺយើង write តែ script ចូលទៅហើយយើងយក script 4.10.20ដែលយើងធ្វើការងារហ្នឹង run លើ server คลิกតាមមកប៊ូតុងទៅវា run ទៅវា automatically ហ្មងណាសំខាន់តែយើង set ត្រូវតាម syntax ហ្នឹងទៅអូខេចឹងហ្នឹងគឺជាអ្វីដែលយើងគួរតែរៀនប្រើ script ចឹងនេះគឺរៀនបន្ទាប់ណាឥឡូវយើងរៀនលើ GUI នេះសិនបាទប៉ុន្តែដល់ពេល best practice គឺយើងប្រើនេះណាប្រើ set script មកបើមិនថាយើង change ឬក៏យើងធ្វើការងារ add new អី yes using script បាទហ្នឹងហើយតោះចឹងគឺយើងប្រើ manual សិនគឺនៅលើ GUI នេះ
មុននឹងយើងរៀនដល់ script បាទចឹងតើគ្នាអាចបង្កើត DB បានដែរមែនទេបាទអាចបង្កើត table បានដែរមែនទេចឹងគឺខ្ញុំបង្ហាញនេះ point នេះតោះចឹងគឺយើងលើម្ដងមួយទៅចាប់ផ្ដើមរៀនdrop DB បាទតាម GUI ហ្នឹងណាបាទចឹងឧទាហរណ៍ខ្ញុំបង្កើតមួយទៀតណាបង្កើតមួយទៀតមកខ្ញុំចុច new បន្តមកទៀតយកDB v test3 underscore ដាក់ថា 3 ចឹងទៅខ្ញុំរើស collection ដែលគ្នាយើងឲ្យខ្ញុំ recommend រើសហ្នឹងគឺរើស UTF-8 General CI ណាបាទយកតាមនឹងមកហើយជួយប៊ូតុង create វានឹង create new DB មួយបានណាចឹង DB ហ្នឹងគឺវាមានវត្តមាននៅលើ server យើងណាគឺនៅលើ MySQL server ហ្នឹងដែលជា head poll យើងមើលខាងឆ្វេងនៃខាងឆ្វេងហ្នឹងគឺមានឈ្មោះDB មិញហ្នឹងស្រាប់តែយើងចង់ drop ធ្វើម៉េច drop ហ៎ inline drop បាទអញ្ចឹងបើសិនជាយើង drop លើ GUI អូខេយើងជួយលេខ new នេះមក new នេះវាឃើញមានកន្លែងនេះឃើញវាមាន list down ចេះ new ពេលយើងជួយប៊ូតុង new new ទៅវាឲ្យយើងបង្កើត DB ទៀតមែនទេប៉ុន្តែយើងអត់បង្កើតយើង drop នេះវាមាន drop អញ្ចឹងគឺគ្នាយើងអាច drop បានទី1គឺ click លើ DB ណាដែលយើងចង់ drop នេះវាមានណា database name collection ហើយនិង action បាទ action ណាអូខេអញ្ចឹងគឺយើង select មក DB ណាដែលយើងចង់ធ្វើការងារ drop អញ្ចឹងយើងគ្រាន់តែធ្វើការងារឥឡូវយើងរើស DB នេះ click មកផុងបាទអញ្ចឹងបន្តមកទៀតខ្ញុំចុចប៊ូតុង drop គេចុចប៊ូតុង drop ណាបាទអញ្ចឹងស្មើនឹងយើង remove DB នឹងចេញពី server យើងណាអូខេអញ្ចឹងគឺយើងគ្រាន់តែចុចប៊ូតុង OK មក verify ណា are you about to destroy ណា destroy database ហ្នឹងណាបាទបើសិនជាយើងចង់ destroy គឺយើងអាចចុច drop មកហើយនេះគឺជា script ដែលវា run បាទគឺ drop DB ឈ្មោះ DB name អានេះ script ហ្មងវាបញ្ជាក់យើងតែពិត script ហ្នឹងគឺយើងយកមក run ក៏បានដែរបាទគឺវាស្មើនឹងវា execute ជាមួយនឹងឯងបាទគាត់ឲ្យយើងប្រើតាម GUI ណា script ហ្នឹងគឺ script មួយហ្នឹងឯណាបាទទី1គឺ drop បាទនេះគឺបើយើងលើពី script គឺវាសរសេរចេះណាបាទដល់ពេលយើងគ្រាន់តែចុចលើ GUI គ្រាន់តែចុចកន្លែងណាបាទគឺប៊ូតុងក្រហមនេះមកផុងណាអញ្ចឹងវា process កាលណាវា process គឺវា remove បាត់ទេបាទគឺ remove DB ហ្នឹងបាត់ចេញពី DB ណាអូខេអញ្ចឹងនេះគឺដានណានេះយើងនេះតោះនេះណាប៉ុណ្ណឹងនេះយើង remove DB គឺតាមរយៈ GUI ហ្នឹងគាត់ឲ្យ click មួយណា verify ទៅអាហ្នឹង OK ណាអូខេតោះនេះ just បាទអញ្ចឹងប៉ុណ្ណឹងបន្តមកទៀតយើងរៀន drop table ឧទាហរណ៍នៅក្នុង DBV3 ខ្ញុំនឹង create table មួយទៀតណាដាក់ថា table test មួយហើយខ្ញុំចាប់ដើម drop វាចេញវិញឥឡូវយើង create ម្ដងទៀតមកយើងជួយប៊ូតុង new បើន័យថា new table ខ្ញុំសន្មតថាខ្ញុំមាន table test មួយដែលមានcolumn រហូតដល់4យើងមាន column ID យើងមាន column name description ហើយយើងមាន column តាក់ទងជាមួយនឹង status បាទ status ID គឺជា ID គេហៅថា identifier សម្រាប់ record ហ្នឹង name គឺជាឈ្មោះ description ហ្នឹងគឺការពណ៌នាអំពីអ្វីមួយអញ្ចឹងណាឧទាហរណ៍អានេះ status នេះគឺតំណាងថាប្រភេទ active ឬក៏ inactive សម្រាប់ record ហ្នឹងណាគេអាច flag អញ្ចឹងដែរណា record ហ្នឹងវាមាន status ស្អីគេហ្នឹងគេអាចកំណត់អញ្ចឹងទៅអញ្ចឹងឧទាហរណ៍អានេះគឺ ID យើងយកជា integer name នេះយើងយកជា varchar ដោយសារវាជាឈ្មោះមនុស្សសត្វទីកន្លែង description នេះគឺឈ្មោះមនុស្សសត្វទីកន្លែងដែរឬក៏ការពណ៌នាអញ្ចឹងគេអាចយកជា text ដោយសារ text ហ្នឹងអាចផ្ទុកទំហំបានច្រើនជាង varchar អូខេហើយបន្តមកទៀត status tiny in នេះជាទូទៅគេតាំងបើសិនជាយើងមាន2ណា true false នេះគេអាចតាំង1 0ណាអញ្ចឹងគេអាចយកជា tiny in បាទ tiny in នេះគឺតំណាងឲ្យប្រភេទជា boolean ហ្នឹងឯងដែលវា store ឲ្យមួយbyte ណា integer អញ្ចឹងគឺយើងអាចកំណត់ហ្នឹងគឺទំហំទូចជាងគេណាបាទវាដូចជា in ហ្នឹងគាត់ថាវាប្រភេទ small ជាងគេបាទហើយដោយសារតែ value វាហ្នឹងផ្ទុកអត់ច្រើនទេអញ្ចឹងយើងយកអាហ្នឹងទៅវាចំណេញ resource យើងណាបើយើងយកអាលើយក in នេះបានអត់បានទេគ្នាបាទបានទេគ្នាណាបាទអញ្ចឹងគាត់ថាវាផ្ទុកធំអញ្ចឹងវាអាចខាត resource ដែលយើងបាន declare ទុកហ្នឹងអញ្ចឹងយើងអាចយក tiny in ជាប្រភេទ numeric ដូចគ្នាគាត់ណាវាទូចជាងគេណាបាទទូចជាងគេបន្តមកវាមាន small in medium in big in big in ធំជាងគេណាអានេះមើល block in ណាយើងបាទសិតតែជាចំនួនគត់បាទចំនួនគត់យើងយក tiny in មកអានឹងដោយសារយើង store ជា status 10 10ណាអូខេបន្តមកទៀតចំពោះនេះគឺយើងសិតទៅជា primary key ណា auto increment អានេះគឺ varchar នេះគឺយើងអាចដាក់ជា length បានកំណត់by default វាអាចផ្ទុកបានច្រើនដែរអាហ្នឹងដូចជា100,000តួអក្សរដែរបាទ varchar ទំហំវាហ្នឹងណា
អញ្ចឹងគឺអានេះគឺយើងអាចយក maximum ឧទាហរណ៍ឥឡូវយើងឲ្យ name ហ្នឹងគឺ store បានតែ120តួអក្សរឯងអញ្ចឹងមានន័យថា record ហ្នឹងគឺវាផ្ទុកបានតែ120តួអក្សរណាបាទតិចនេះគឺយើងអាចផ្ទុកបានច្រើនណាអញ្ចឹង by default តោះអញ្ចឹងគឺយើងអូសមកខាងស្ដាំនេះមកយើងឃើញមានអានេះគឺរើសនៅ primary key មួយ primary key អញ្ចឹងគឺវា pop up មួយណាយើងគ្រាន់តែចុចប៊ូតុង go ទៅដើម្បី verify វាជា primary key វា create index ឲ្យយើង automatically នៅហ្នឹងជា structure primary key កាលណាយើងសរសេរប៉ុណ្ណឹងបានន័យថាឲ្យវាកំណត់លក្ខណៈឲ្យ ID ហ្នឹងគឺ unique not null បាទ not null បន្តមកទៀតកន្លែងនេះគឺយើងគ្រាន់តែ tick មួយគឺ auto increment វាជាចំណុចពិសេសមួយគឺនៅពេលដែលយើង tick អាហ្នឹងគឺ record យើងនៅពេលដែលវាកើតដល់ពេលដែលវាកើនឡើងណាវា start ពីលេខ1 automatically 1 2 3 4បន្តបន្ទាប់ណា system ហ្នឹងអ្នក detect ឲ្យយើងថាទៅ start ពីណាទៅដល់ណាអញ្ចឹងគឺវា increase យើងឲ្យយើង automatically ហើយហ្នឹងគឺ auto increment តាណាត់ yes បាទបន្តមកទៀតកន្លែងនេះគឺមាន nullable null នេះគឺសួរថា null អត់បើយើងចុច tick មកបើថា null ណាបើយើងដាក់ null ហ្នឹងគឺត្រូវលក្ខខណ្ឌអត់ត្រឹមត្រូវហេតុអីដោយសារតែ ID យើងត្រូវដាច់ខាតទៅមាន data អញ្ចឹងអត់អាចចុច null បានទេឧទាហរណ៍ name នេះគឺយើង require ឧទាហរណ៍ខ្ញុំសន្មតថាយើង require អញ្ចឹងគឺយើងអត់ត្រូវចុច null ទេប៉ុន្តែ description នេះអានេះអាចមានឬក៏អត់ឧទាហរណ៍កាលណាដែលអាចមានឬក៏អត់បើថា low null អញ្ចឹងគឺអាច null បាន tick មកបើថា column ហ្នឹងទោះបីគេបញ្ចូលក៏បានមិនបញ្ចូលក៏បានតែណាត់បាទហ្នឹងគឺជាការដាក់លក្ខណៈ out table យើងមួយនៃ column មួយហ្នឹងប៉ុន្តែបើសិនបើយើងដកចេះវិញណាបានន័យថារាល់ការ insert ចូល table ហ្នឹង data នៅពេលដែលយើង insert ចូលណាមិនថាយើង insert តាមរូបមន្តណាឬក៏តាមមកពីណាមក insert ដាច់ខាតត្រូវតែមាន data មិនថា ID name description ត្រូវតែមានដោយសារតែយើងអត់មានអាណាមួយដែល low null ទេតើណាគឺត្រូវតែមាន data អញ្ចឹងបើយើង tick ចេះគឺបានន័យថាអាច null ឬក៏មានប៉ុណ្្នឹងឯងតោះដូចជាអស់ហើយអ្វីដែលយើងអាចបង្កើតបានចាប់ដើមជួយបតុង create មកដើម្បី create new table មួយយើង create បាន table test មួយទៀតនេះគាត់ឲ្យយើងបង្កើតម្ដងទៀតណាចឹងគេថាឃើញមាន2 table និយាយណាអានេះគឺ basically ដែលគ្នាយើងអាចរៀនធ្វើបានណាចឹងគឺនេះយើងសាកធ្វើតាមហ្នឹងទៅយើងមើលថានៅពេលដែលយើង click មកណាវាមាន list នៅពី table name បើយើងមកកន្លែង browse នេះយើងកំពុងតែ select លើ DB ហ្នឹងអញ្ចឹងឃើញថាវា select បាន test table ណាបើយើង select លើនេះមកបានវាមកកាន់ browse ហ្នឹង list all table ឃើញទេបាទ list all table បើយើង select table មួយវា active លើ table មួយអា browse ហ្នឹងគឺបានន័យថាវា list data វិញអា browse នេះណា browse នេះវា list data វិញ click លើ test អានេះវា active លើ table test បានន័យថា browse ហ្នឹងគឺ browse របស់record របស់ test table តែបើយើងចុចលើ DB ingest វាអត់មាន active លើ table ណាមួយទេវា list down all table នៅក្នុង DB ហ្នឹងបាទ all table នៅក្នុង DB ហ្នឹងអញ្ចឹងគ្នាយើងឃើញណាដល់ពេលយើងចង់ធ្វើការងារជាមួយនឹង table ហ្នឹងគ្នាយើងឧទាហរណ៍យើងចង់ drop អញ្ចឹងគ្នាយើងគ្រាន់តែចុចកន្លែង DB ហ្នឹងមកគ្នាឃើញ list បាទនឹងវា list វត្តមាននៅ DB ហ្នឹងបាទ list វត្តមាន DB ហ្នឹងណាយើងអូខេបាទអញ្ចឹងគ្នាយើងចង់ drop នេះវាមានរូបប៊ូតុង drop មួយនេះ see បាទនេះ check all នេះ check all តើណា yes ចឹងនេះគឺយើងចង់ drop មួយណាយើង check មួយនឹងមកហើយចុចប៊ូតុង drop បើន័យថាយើងចង់ drop table មួយនឹងបើចុច drop table employee click employee ហើយចុចប៊ូតុង drop អូខេបាទនេះគឺយើងប្រើតាម GUI ហ្នឹងវាមានកន្លែងចុចឲ្យយើងណាដើម្បីយើងធ្វើការងារអញ្ចឹងយើងទៅចេះមកអញ្ចឹងគឺវាធ្វើការងារ are usable to destroy បាទតើតងជាមួយនឹងឲ្យលុប drop table ហ្នឹងចេញណាអញ្ចឹងគឺនេះ script វានេះបាទយើង note ទុកណាអាហ្នឹងវា alert វាប្រាប់យើងហ្មង drop table name ណាបាទអញ្ចឹងបើយើងប្រើ GUI គ្រាន់តែចុចប៊ូតុង OK ទៅវា drop ទៅណាតោះខ្ញុំចាប់ផ្ដើមធ្វើការងារ drop ណា drop ទៅនេះបាទអញ្ចឹងគឺ go ទៅបាទអញ្ចឹងវា process លុប table ហ្នឹងចោលតែម្ដងទៅណាប៉ុណ្្នឹងហើយនេះអញ្ចឹងវិធីលុបអូខេអាហ្នឹងគឺងាយដែលយើងធ្វើការងារលុបតាម GUI ហ្នឹងណាបាទគឺ drop table ចឹងនេះគឺខ្ញុំបានបង្ហាញហ្នឹងយើងអាចរៀនធ្វើហ្នឹងបានយើងអាចបង្កើតបានយើងក៏តែចេះលុបណាបាទចេះលុបវាចេញវិញផងបាទបន្តមកទៀតតាក់ទងជាមួយនឹងមុននឹងការធ្វើការងារ chain នេះខ្ញុំសូមបង្ហាញមួយ point ដែរគឺអំពីការមើល structure table existing table ដែលយើងមានណាដើម្បីមើល structure table យើងធ្វើម៉េចនេះយើងមើលអានេះគឺ MySQL server មែនទេបាទ MySQL server អញ្ចឹងគ្នាយើងមើលរៀន GUI ហ្នឹងពេលដែលយើង click លើ table ហ្នឹងមកយើង active លើ table ហ្នឹងណា
គេ table employee ហ្នឹងអញ្ចឹងបើយើងចង់មើលអំពី structure ថាតើ table ហ្នឹង structure យ៉ាងដូចម្ដេចមានប្រមាណ column នីមួយៗ store ជាស្អីគេអាណា null មក low null អីយើងអាចមើលបាននេះ structure នេះ Active DB ហ្នឹងគ្រាន់តែចុច structure មកបើថាវាបង្ហាញអំពី structure នៃ table មួយហ្នឹងណាអញ្ចឹងគឺនេះគឺការពណ៌នាអំពី table ដែលវាមានណាបាទមានអញ្ចឹងវាប្រាប់ថានៅក្នុង table employee ហ្នឹងគឺមាន table structure ដូចជាទី1គឺ name បាទ name គឺបានថា column name គឺ ID card ID first name last name gender DOB telephone បើសិនជាមានបន្តវា list down មកអាហ្នឹងវាពណ៌នាអំពី table ហ្នឹងបន្តមកទៀតវាបញ្ជាក់ថា type ជាស្អីគេបាទ type នេះគឺជា int 11 varchar date decimal ហេ decimal នេះគឺជាប្រភេទ type ឬក៏អាចនិយាយថាជា data type ចឹងហ្នឹងគឺយើងមើលទៅយើងដឹងថាអូ table ហ្នឹង column នេះ store ជាអីគេ store ជាអីគេយើងដឹងហើយដឹងហើយណាអានេះគឺប្រភេទតន័យដែលវា store ហេលក្ខណៈវានេះ collection វាអានេះគឺ null អាណា allow null អាណាមិន allow null គឺ no ទាំងអស់បានថា require ទាំងអស់គេមាន default value auto increment ជាងប៉ុណ្្នឹងកន្លែងមើល structure table ណាតើហ្នឹងយើងចឹងមើលគ្នាយើងមាន table បន្ទាប់ទៀតយើងចង់មើលគាត់អាចចុចលើវាទៅបាទហើយចូលឡើង structure ហ្នឹងទៅបានហើយបាទអាហ្នឹងអាចមើល structure ហ្នឹងបានឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចូល A101 នេះខ្ញុំចង់មើល structure មួយរបស់ table ណាឧទាហរណ៍របស់ table តាក់ទងជាមួយនឹងorder detail អញ្ចឹងណាអញ្ចឹងចូលមកនេះយើងឃើញអំពី record អានេះវាប្រើ record អញ្ចឹងគឺខ្ញុំចូល structure មកនេះយើងឃើញនេះ structure របស់ order detail ក្នុង DB នៃ A101 ដែលពណ៌នាថានៅក្នុង table នោះមាន column order ID បាទមានរូបសោនេះណានេះគឺជាបាទគឺជា primary key មាន order ID មាន product ID មាន quantity ហើយមាន price នេះ in 11 in ហើយជាមួយនឹង price decimal អូខេចឹងអានេះគឺជាការពណ៌នាអំពី table មួយនោះយើងចង់មើលមួយណាគឺ click លើ table មួយហ្នឹងមកហើយចូលកន្លែង structure ជាការស្រេចតែប៉ុណ្្នឹងឯងចឹងអាហ្នឹងគឺវិធី learn អំពី structure យើងមើលរៀនមើលថាតើ table ហ្នឹងគឺមាន structure យ៉ាងដូចម្ដេចអាហ្នឹងក៏យើងត្រូវដឹងដែរមែនទេព្រោះនៅពេលដែលយើង develop database ឬក៏យើងមើល database ដែលមានហើយឥឡូវគ្នាយើងអត់ធ្លាប់រៀន database name ទេអត់ធ្លាប់រៀនអំពី database គ្រប់គ្រងលើ DB ហ្នឹងទេឥឡូវគ្នាខ្ញុំបានរៀនជាមួយខ្ញុំឥឡូវគ្នាយើងចូលទៅមើល DB គេតើចឹងចូលមកហ្នឹងមកចូលមក structure មកយើងឃើញថាអូនៅក្នុង column ហ្នឹងគឺអានេះគឺ store ជាអីគេយើងដឹងអាហ្នឹងគឺវិធីមើលវាណាយើងបាទមើលពេលមើលយើងយល់ហើយណាយល់ថាអូ table នេះវាមាន name នេះ store ជាអីគេអានេះ store ជាអីគេចឹងណាចឹងគឺយើងអាចមើលយល់អំពី structure ដែលគេ design មកតើណា yes ពេលខ្លះយើងទៅធ្វើការក្រោយគេទេប៉ុន្តែអា database structure ហ្នឹងគេបាន design ហើយចឹងគឺយើងទៅ work ក្រោយគេទៅធ្វើការក្រោយគេប៉ុន្តែយើងព្យាយាមមើលអំពី structure ដែលគេបានចងហើយតើវាដើរពីណាទៅណាហើយ structure វាមិនដែរអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺយើងត្រូវដឹងដូចគ្នាមិនអញ្ចឹងមែនទេអូខេតោះយើងចូលការងារយើងវិញអានេះគឺជាវិធីមើល structure ហ្នឹងឯណាអញ្ចឹងគ្នាយើងអត់ចេះ structure ទៅមើលឡើងហ្នឹងហើយរៀន understand ថាតើការងារហ្នឹងមិនខ្លះអញ្ចឹងយើងអាចវិភាគបន្តទៀតទៅយើងដឹងអាហ្នឹងករណីដែលគេ design ហើយណាយើងមិនមែន develop ពី blank ទៅទេយើងទៅមើលក្រោយគេណានៅពេលដែលគេ design ហើយអាហ្នឹងគឺវិធីមើលបន្តមកទៀតអញ្ចឹងគឺខ្ញុំបង្ហាញនេះគឺ doneបន្តមកទៀតគឺគ្នាយើងទៅរៀនអំពី chain column បាទ chain នេះបានន័យថា column យើងមានហើយយើងអាច chain ទៅលើឈ្មោះ chain ទៅលើ data type chain ទៅលើភាព default value ឬក៏ nullable អញ្ចឹងណាអាហ្នឹងគឺវិធីដែល chain បានអញ្ចឹងជាទូទៅគេ chain អាច chain ទៅលើ column name ទី1អាច chain column name ទី2គឺអាច chain ទៅលើ data type ប្រភេទតន័យបាទ data type អាច chain ទៅលើគេហៅថា default value វាបាទ default value អាច change ទៅលើអីគេទៀត nullable or not ណា nullable or not អូខេផ្សេងទៀតណាអាច change ទៅលើថាវាជា primary key ឬក៏មិនអាច change បន្ថែមនឹងអញ្ចឹងអានេះគឺជាភាគច្រើនគឺអ្វីដែលយើងអាច change គឺ change ទៅលើ column name អាចជាខុស change ទៅលើ data type កន្លែងយើងដាក់ច្រឡំខុស change ទៅលើ default value យើងចង់ change វិញអញ្ចឹងណា change ថាវា nullable ឬក៏មិន nullable change វា auto increment ឬក៏ជា primary key បាទឬក៏ជា foreign key អញ្ចឹងគឺជាកន្លែងដែលយើងទៅ change អញ្ចឹងនេះគឺជាការងារដែលភាគច្រើនដែលយើងអ្នក develop អ្នកកសាងលើ structure table ហ្នឹងណាគឺយើងទៅចេះ change ទាំងអស់ហ្នឹងតែណា yes ឥឡូវជាក់ស្ដែងយើងមើល table យើងនេះ
ហេ table យើងគឺមានមែន1 2 3 4 5 6 7យ៉ាងទៅណាអញ្ចឹងគឺយើងមាន column ប៉ុណ្ណឹងឧទាហរណ៍យើង say អីខុសចង់ដូរអីយើងអាចដូរបានពិចារណាបានណាក្នុងការដូរអញ្ចឹងអានេះគឺជាអ្វីដែលយើង change តោះឥឡូវយើងមើលសិនណាឧទាហរណ៍លេងសន្មតថាខ្ញុំចង់ change ឈ្មោះដោយសារខ្ញុំ say ឈ្មោះខុសអញ្ចឹងដើម្បី change គ្នាយើងទៅចូលក្នុង DB ដែលយើងបាន working DB ដែលយើង working ហើយលើ table ដែលយើងចង់ change អញ្ចឹងមុនចង់ change យើងទៅមើលសិនណាស្រាក់ឈើយើងនេះគេយើងអាចមើលមកប្រើទៅឃើញអូយើងមាន column ប៉ុណ្ណេះអានេះថៃស្អីថាអីយើងណាយើងអាច change បានអញ្ចឹងដើម្បី change គឺចូលមកកន្លែងហ្នឹងឯងណាចូលមកកន្លែងស្រាក់ឈើហ្នឹងឯងអញ្ចឹងអានេះគឺជាកន្លែង browse ហ្នឹងគឺបានថាវា select all record ចេញពី data table ហ្នឹងឲ្យយើងមើលណា default នៅហ្នឹងទៅតែដល់ពេលយើងចង់ change គឺយើងចូលកន្លែងស្រាក់ឈើមកចង់ change អាមួយណាឡើយនេះយើងឃើញមានប៊ូតុង change ឯងគឺមាន column action បាទនេះគឺយើង change menu ដោយប្រើ mouse click លើទីតាំង interface ហ្នឹងដែលវាផ្ដល់ឲ្យយើងក្នុងការធ្វើការងារជាមួយនឹងការងារហ្នឹងតែបើយើងអត់មាន set ទេយើងអត់មាន interface ហ្នឹងទេគឺយើងត្រូវ set script បាទហ្នឹងគឺកម្រិត advance ដែលយើងត្រូវចេះណាបាទត្រូវ set script ដើម្បីធ្វើការងារ change អញ្ចឹងអានេះគឺយើងណាគេក៏ចេះដែរមែនទេ change លើ change មកលើឧទាហរណ៍ខ្ញុំដាក់សរសេរកាត ID ភ្លេចខុសអញ្ចឹងឧទាហរណ៍ណាខ្ញុំ change ឈ្មោះអញ្ចឹងខ្ញុំជួយប៊ូតុង change មកអញ្ចឹងវាបើកផ្ទាំងមួយទៀតណាផ្ទាំងមួយទៀតឥឡូវឧទាហរណ៍ថាខ្ញុំសេកាត ID ហ្នឹងខ្ញុំទៅ type S ឧទាហរណ៍ណាតោះណាមកថាខ្ញុំទៅ type S ចឹងចុះបាទអាហ្នឹងគឺករណីដែលវាខុសឈ្មោះជួយប៊ូតុង save ទៅវានឹងធ្វើការងារបាទគឺ change ទៅលើកាតពីអត់មាន S ទៅមាន S បើថាវា update ណា update អាហ្នឹងស្មើនឹងតិចនេះគឺ update បាទ update structure ហ្នឹងណាអញ្ចឹងគឺជួយប៊ូតុង save មកអញ្ចឹងគឺ column ហ្នឹងគឺទៅជាឈ្មោះមាន S វិញណាអញ្ចឹងបើយើងមក browse មកក៏វាមាន S ដែរហេមាន S អញ្ចឹងហ្នឹងគឺចង់ change ណាចង់ change លើ column ហ្នឹងគឺទៅធ្វើអញ្ចឹងណា change column name បន្តមកទៀតចូល structure អញ្ចឹងគឺយើងចង់ change ទៀតឥឡូវខ្ញុំ change អាហ្នឹងដល់មកបាទបើយើងចង់ change ពីរអាច click ចេះមកណាហើយ change ក្រោមនេះ change ម្ដងពីរណាបាទអានេះមានបើថាវាធ្វើការងារច្រើន column ឧទាហរណ៍យើងចុចមកវានឹងបើកផ្ទាំងមួយគឺផ្ទាំង2ហ្មងណា change 2ហ្មងហ្នឹងណាអាហ្នឹងគឺបើកផ្ទាំង2អាហ្នឹងករណីដែលយើងចង់ change multiple column ក្នុងពេលតែមួយអញ្ចឹងណាយើងខ្យល់យើងខ្ជិលបើកច្រើនដងអាហ្នឹងគឺយើងអាចធ្វើអញ្ចឹងបានណាយល់មើលណាចេះ sorry ចូលមកវិញមកនេះចូលវិញគឺអាច tick កន្លែងនេះមកtick កន្លែង table នេះវិញមកវាប្រើមកកន្លែង load នេះអញ្ចឹងគឺយើងចូល structure នេះយើងឃើញទេអានេះ change ម្ដងមួយដល់ពេលយើងចង់ change multiple 1 2 3 click ប៊ូតុង change ណាបាទអញ្ចឹងឥឡូវខ្ញុំសាក cache ហ្នឹងឲ្យអញ្ចឹងគឺខ្ញុំចង់ change ពីនេះខ្ញុំចុចប៊ូតុង change មកអញ្ចឹងគឺខ្ញុំ change ណាខ្ញុំដូរទៅជា S អូខេអានេះខ្ញុំដូរទៅជា length វាគឺ121ឧទាហរណ៍អានេះគឺឡើងទៅលើឲ្យ30ជាសន្មតណាគឺយើង change length វាឧទាហរណ៍ length វាខ្ញុំ change នេះ change ទៅជា Thai តិចវិញឧទាហរណ៍សន្មតថាទៅជា Thai តិចអានេះទៅជា Thai តិចឬក៏ varchar ដែរក៏បានដែរត varchar ដែរមកបាទ varchar ដែរមកបើសិនជាយើងដាក់ជាតិចយើងមិនបាច់កំណត់ length ទេណាមិនកំណត់ length វាទេអាហ្នឹងណាអូខេអញ្ចឹងយើងអាចដាក់ varchar ដែរចុះអានេះខ្ញុំអត់ change លើ data type ទេបាទ change តែតាក់ទងជាមួយនឹង length ណាឧទាហរណ៍បាទបន្តមកទៀតគ្នាយើងឃើញថាបើយើងចង់ change មែនណាអត់អីទេហ្នឹង change មែននេះមិនអញ្ចឹងមែនទេ change ទៅ double ឧទាហរណ៍អញ្ចឹងគឺយើងអាច change ទៅលើ column name ឬក៏ change ទៅលើ data type ឬក៏ change ទៅលើ default value នៅមួយនេះ default value នេះបាទ default វា null ហេបាទឬក៏ default វា none ឬក៏ default វា as define អាហ្នឹងចាំយើងមើលបន្ថែមទៀតណាអាហ្នឹងគឺទៅជាមួយនឹងការកំណត់ default value អូខេបើសិនយើងដាក់ none ចេះមកក៏បានដែរអានេះគឺបន្តមកទៀតនេះគឺគេហៅថា nullable ឬក៏អត់ null ណាបើយើង click ទេបើថាអាច null បានអញ្ចឹងគឺកាត ID ហើយនឹង first name ហ្នឹងគឺអាច null បានអញ្ចឹងបើខ្ញុំធ្វើប៉ុណ្្នឹងតើខ្ញុំបានធ្វើខ្លះទៅលើការងារហ្នឹងគឺខ្ញុំបានថែម column នេះផងថែមនេះផងដូរ data type ដូរ length នេះallow វា null គឺ text អញ្ចឹងបើគឺខ្ញុំបានធ្វើការងារ update table ហ្នឹង structure ហ្នឹងហើយបើយើងធ្វើការដូរវាចាក់ស្ដែងតាមការងារខ្លះឧទាហរណ៍យើងបង្កើតទៅវាខុសអ្វីដែល concept ខុសអ្វីដែល business flow ខុសអ្វីដែលយើងបានវិភាគណាអញ្ចឹងយើងត្រូវការ rechange វាឡើងវិញដើម្បីត្រឹមត្រូវតាមសមត្ថកម្មវិធីចង់បានឬក៏បញ្ហាដែលកើតមានឡើងណាស្រាប់ទៅឧទាហរណ៍ឥឡូវខ្ញុំកាត់ ID គឺពីមុនគឺខ្ញុំ allow null មិនថាខ្ញុំអត់ allow null ទេតែមានស្រាប់តែឥឡូវ case បន្ទាប់គឺថាអាច allow null សិនចាំ
អាចបញ្ចូលពេលក្រោយបានអញ្ចឹងគឺយើងត្រូវដាក់ allow ណើគឺ text មកគឺ yes អានេះគឺយើងត្រូវដូរយើងហ្មងណាដើម្បីបិទបែនតាមកលៈទេសៈឬក៏អា concept ដែលគេបាន design ហ្នឹងនិយមន័យឬក៏ការងារដែលគេចង់បានហ្នឹងវាទៅតាមអញ្ចឹងគឺយើងត្រូវ design អាហ្នឹងឡើងវិញតែអញ្ចឹងទេគឺការងារយើងអាចបិទបែនតាមតម្រូវការគេបានដែរអញ្ចឹងអានេះគឺជា head poll ដែលធ្វើឲ្យមានការដូរចុះដូរឡើងណាគឺដោយសារតែ business flow logic ហ្នឹងឯងវាមានការផ្លាស់ប្ដូរណាហើយចំពោះការដូរឈ្មោះអីនេះវាអាចសរសេរខុសឬក៏ខុសជាមួយនឹងអត្ថន័យការងារអញ្ចឹងវាអាចដូរអញ្ចឹងទៅអញ្ចឹងប៉ុណ្ណឹង finally ចុចប៊ូតុង save មកបាទចុចប៊ូតុង save អានេះខ្ញុំសុំដាក់បាឆានដែរចុះអញ្ចឹងវានឹងមានអ្វីផ្លាស់ប្ដូរវា update តាមហ្នឹងណា save មកអញ្ចឹងវា update ម្ដង2ហ្មងណាបាទ2ម្ដងអញ្ចឹងបើយើងចូលមកស្រាក់ឈើឃើញទេនេះកាតមានអីអត់បាទនេះថែម21ឯងថែម30ឯងអានេះគឺ alone null yes អត់ yes នេះ yes ឃើញអត់ yes អញ្ចឹងមិនន័យថា record ហ្នឹងគឺ alone null បានអញ្ចឹងនេះគឺជាវិធីបាទ change column ឬក៏ change data type អូខេឬផ្សេងៗទៀតដែលមាននៅក្នុងស្រាក់ឈើហ្នឹងណាអូខេនេះគឺជា script ដែលវា run បាទ script ដែលវា run ណានេះ script ដែលវា run នេះយើងខ្ញុំ copy ទុកណាបាទនេះណាហើយគឺ alter table change បាទ change card ID អានេះគឺ change card ID ហើយ change ហើយ card ID ពីនេះទៅនេះទុកដដែលបាទវ៉ាឆាបាទនេះគឺរូបមន្តវាណាបាទ collect បន្តមកទៀតហ្នឹងនេះគឺ script ដែលវា run ណាតាមស្រាក់ឈើហ្នឹងអូខេបាទបន្តមកទៀតគឺយើងទៅមើលអំពី script បន្ទាប់បាទគឺអំពី add new column ម្ដងចឹងនេះនាងអាចយល់ណាគឺ change ទៅបានចឹងហ្នឹងបាទចឹងបើយើងចង់ change មកវិញតោះ change មកវិញមក change ដូចដើមវិញមកជិះប៊ូតុង change ខ្ញុំដូរនេះទៅជា .s វិញធម្មតាវិញអានេះទៅជា varchar ដែរ20បាទ120ខ្ញុំ change ទៅដូចដើមវិញណាអានេះគឺ require ឧទាហរណ៍ណា save អូខេអានេះ change មកដូចដើមវិញប៉ុណ្ណឹងតោះបន្តមកទៀតចឹងនេះគឺខ្ញុំបានបង្ហាញហ្នឹងយើងវិធី change ទាំងអស់ហ្នឹងគ្នាយើងអាចរៀន change បានបើសិនជាគ្នាយើងបង្កើតទៅច្រឡំដៃហ្នឹងណាអូខេវិធីបន្ទាប់គឺវិធី add new column តែណាធម្មតាយើង design មិនថាខ្ញុំត្រូវការប៉ុណ្្នឹងសិនដោយសារខ្ញុំវិភាគទៅឃើញថាខ្ញុំត្រូវការ column 1 2 3 4 5 6 7ហ្នឹងសិនណាស្រាប់តែលើក្រោយទៅយើងគិតថាខ្វះព័ត៌មាននេះមួយខ្វះព័ត៌មាននោះពីរអញ្ចឹងណាមិនអញ្ចឹងមែនទេអញ្ចឹងយើងមិនត្រូវការបន្ថែម column ដូចគេយើងធ្វើតារាង Excel អញ្ចឹង Excel យើងមិនដាក់ដំបូងយើងដាក់7 column ស្រាប់តែគេចង់ត្រូវការព័ត៌មាននេះទៀតគ្រប់គ្រង data យើងមិនត្រូវការថែម column មួយទៀតនៅលើ Excel សម្រាប់ផ្ទុកទិន្នន័យហ្នឹងណាជា record ជា data set នៅក្នុង Excel អញ្ចឹងទៅអញ្ចឹងដល់ពេលនេះដូចគ្នាគឺពេលដែលយើងខ្វះក៏យើងអាចថែមបានពេលដែលយើងលើសក៏យើងអាច drop ពេលដែលយើងខុសក៏យើងអាច change តែណាត់អញ្ចឹងគឺនៅក្នុង server ហ្នឹងអាចធ្វើបានទាំងអស់គ្រាន់តែវាលក្ខណៈជា server វាប្រើតម្រងរាងរូបមន្តណារូបមន្តនៅក្នុងការប្រើប្រាស់ហ្នឹងហើយអានេះគឺយើងកំពុងតែរៀនលើ GUI ហ្នឹងអញ្ចឹងឥឡូវខ្ញុំចង់ធ្វើការងារ add new column ឧទាហរណ៍ឥឡូវយើងថែម column ថ្មីមួយណា column គេឥឡូវនេះគឺ column តាក់ទងជាមួយនឹង table employee មែនទេយើងមាន DOB salary បាទឥឡូវយើងថែម column address មួយទៀត address ឲ្យគាត់ណាបាទ address អញ្ចឹងគឺខ្ញុំគ្រាន់តែចូលនៅក្នុង table structure អញ្ចឹងការងារវាគឺក្នុង table structure ដែរអូខេអញ្ចឹង structure ដែរហើយអញ្ចឹង structure ហ្នឹងពេលដែលយើង change គឺយើងចូលមកកន្លែងហ្នឹងពេលដែលយើងមើលអំពីតម្រង structure គឺចូលមកកន្លែងហ្នឹងពេលដែលយើងចង់ធ្វើការងារ add new ក៏ចូលមកកន្លែងហ្នឹងដែរឯនេះកន្លែង add new ចូលមកកន្លែង structure នៅក្នុង table employee ហ្នឹងបើយើងចង់ change លើ table ផ្សេងជីក table ផ្សេងមកអញ្ចឹងចូលមកកន្លែង structure ហ្នឹងគ្នាយើងមើលខាងក្រោមនេះគឺមានកន្លែងមួយគឺថា add one after salary add one after salary អញ្ចឹងកន្លែងនេះគឺវាcòn default អានឹងមួយប៉ុន្តែបើយើងចង់ add បាទ add 2ដាក់2 add 3ដាក់3ឧទាហរណ៍ចង់ add តែមួយទេដាក់មួយមកណាអូខេអានឹង by default វាបន្តមកទៀតកន្លែងនេះគឺបើន័យថាគ្នាយើងចង់តម្រៀប column ហ្នឹងបន្ទាប់ពីណាគេណាចង់ add ដែលយើង add ហ្នឹងចង់ add ដំបូងគេនៅពេលដែលយើងបង្កើតហើយណាឲ្យវានៅដំបូងគេឬក៏បន្ទាប់ ID ឬក៏បន្ទាប់ card ID ឬក៏បន្ទាប់ first name last name gender ឬក៏ DOB ឬក៏ salary អញ្ចឹងគឺឧទាហរណ៍បើយើងចង់បង្កើតបន្ទាប់ពី salary យើងដាក់ after salary អញ្ចឹងបើយើងចង់ដាក់បន្ទាប់ពី DOB ដាក់ DOB បើន័យថា column ដែលបង្កើតថ្មីគឺនៅចន្លោះហ្នឹងហ្មង gender ហើយគឺ column ថ្មីហ្នឹងហើយបាន DOB វិញណាបាទ DOB ហើយបាន column ថ្មីហើយបាន salary អញ្ចឹងណាយើងអញ្ចឹងបើយើងចង់បង្កើតបន្ទាប់ពី salary យើងអាចដាក់ after salary អញ្ចឹងអានេះគឺជាអត្ថន័យគឺ column after អីគេណាតោះ
ចឹងបើយើងចង់ add 2ដាក់2មកអាហ្នឹងណា add 1ដាក់1ឥឡូវខ្ញុំសុំ add 1គឺ add column address ចុចប៊ូតុង go មកខ្ញុំដាក់ column address មួយ address គឺជា column store អាស័យដ្ឋានអញ្ចឹងខ្ញុំអាចរើសវាទៅជាតិចណាអាចថាវាស្តុកន័យបានច្រើនជាងវ៉ាឆាបន្តមកទៀតខ្ញុំមកដាក់ lang ដែរដោយសារតិចហ្នឹងវាផ្ទុកបានច្រើនហើយបន្តមកទៀតអស់ហើយណាហើយ address នេះគឺខ្ញុំ allow null មានន័យថាអាច null បានណា null តិចបានន័យថា yes អញ្ចឹងគឺ null អត់ yes អញ្ចឹងមានន័យថាអាច null បានអញ្ចឹងនេះគឺជាការបង្កើត column ថ្មីមួយអញ្ចឹងការបង្កើត column ថ្មីនេះដូចគ្នាដែរគ្នាទៅគាត់ថា column name ឈ្មោះអីគេ data type ជាស្អីគេអូខេបន្តមកទៀតវាមាន lang មែនអីមែនអានោះដោយសារវាដាក់ជាតិចអត់តែការកំណត់ទេបាទហើយបន្តមកទៀតវាមាន null ឬអត់អីចឹងណាអូខេអញ្ចឹងគឺយើងដាក់មកហើយសួរថាត្រូវដាក់អីគេទៅដាក់ primary key អត់ដាក់ទេណាវាអត់ត្រូវដាក់ primary key វាទៅអត់ដាក់ auto increment អីទេណាដោយសារវា store តែតួអក្សរ address របស់ employee ទេអញ្ចឹងយើងគ្រាន់តែកំណត់ឈ្មោះ type allow null នេះជាការស្រេចអញ្ចឹងគឺមានតែ3 column ទេ1 2 3ហើយជាបេតុង save ទៅអានេះគឺជាវិធី add new column អញ្ចឹងឃើញថានេះគឺជា script វាណាបាទ script វាដែលវា run ឲ្យយើងណាបើវាបកប្រែទៅជា actual language ណាបាទគឺ alter table employee add column address ដាក់ data type ជាតិច allow null after salary script ប៉ុណ្ណឹងណាបាទអាហ្នឹងគឺជា script ដែលគ្នាយើងយកទៅ run លើ server ពេលយើង deploy លើ server គឺយកអាហ្នឹងទៅ run តែអញ្ចឹងនេះគ្នាយើងទៅ say manual អញ្ចឹងដែរអញ្ចឹងបើយើងកែ4 10 20យើងចាំអស់មានអត់អញ្ចឹងគឺយើងទៅ copy history script នឹងទុកនៅពេលដែលគេ update ការងារនៅលើ server គេយកអាហ្នឹងយកទៅ run លើ server ទៅវាកែដូចគ្នាអញ្ចឹងគឺនៅក្រៅមិននៅលើអញ្ចឹងដែរបន្ទាប់ពីយើង deploy ហើយណាអូខេអញ្ចឹងគឺវិធី add new column នេះណា add new column គឺបង្ហាញឲ្យ done អូខេ add new column ចុងក្រោយគឺវិធី drop column ចេញអាហ្នឹងគឺមិនពិបាកទេចូលមកកន្លែងស្រាក់ឈរដូចគ្នាបាទអញ្ចឹង working កន្លែងស្រាក់ឈរទាំងអស់ select លើ table ហ្នឹងចូលមកស្រាក់ឈរហើយគ្នាយើង click កន្លែងឃើញថា list នៅ column ហើយយើងចង់លុបមួយណាលុបមកនេះយើងណាបើយើងចង់លុបម្ដងមួយគឺ tick អាមួយហ្នឹងមកហើយយើង drop ទៅឬក៏យើងមិន tick ក៏បានដែរគឺគាត់តែចុចប៊ូតុង drop អាហ្នឹងមកណានេះ drop ទៅវាសួរនេះ alter table ហ្នឹង drop ចុចប៊ូតុង OK ទៅណាបើយើង tick ចេះបើថាយើងចង់ធ្វើការងារ multiple column ហ្នឹងនេះខ្ញុំចុច3នេះខ្ញុំចុចប៊ូតុង drop វា drop ទាំង3ហ្នឹងហ្មងបើខ្ញុំចុចប៊ូតុង change វា change ទាំង3ហ្នឹងហ្មងណាអានេះគឺករណីយើងចង់ប្រើ check អញ្ចឹងទៅវាមិនសូវប្រើ check មែនទេយើងប្រើ drop មួយណាគឺយើង click មកណា drop អូខេអញ្ចឹងនេះគឺជា script វានេះ alter បាទ alter table មួយហ្នឹង drop column name ខ្ញុំ copy ទុកណា alter table employee drop column name អញ្ចឹងអានេះគឺជា script ដែលវាប្រើសម្រាប់លុបបាទ column នឹងចេញពី table នៅក្នុង database server ណាយើងប្រើ GUI ហ្នឹងគឺយើង click តាមប៊ូតុងហ្នឹងទៅវាធ្វើការងារយើងប៉ុន្តែជាក់ស្ដែងគឺអានេះហើយនេះវា call អា script ហ្នឹងដើម្បីទៅធ្វើការងារជាមួយនឹង database server ក្នុងការ modify data ចេញណាគឺវាប្រើ actual script ហ្នឹងទេគាត់ថាយើងប្រើតែ GUI ហ្នឹងទៅគាត់ថានេះវាបង្ហាញ syntax ឲ្យយើងដែរថា syntax ហ្នឹងគឺជា syntax ដែលវានឹងទៅ execute run script ហ្នឹងដើម្បីធ្វើការងារ modify បាទរបប modify table ដូចជា add new បាទ change ឬក៏ drop អញ្ចឹងណាអញ្ចឹងវាប្រើហ្នឹងអញ្ចឹងអានេះគឺអញ្ចឹងឯងណានេះអញ្ចឹង finally យើងចុចប៊ូតុង drop មកបាទចុចប៊ូតុង drop ចេះមើលភងបាទអញ្ចឹងឃើញថា drop បាត់ទេបាទ drop បាត់ទេបាទលុបចោលនេះយើងលុប table នឹងចេញហើយអញ្ចឹងគឺយើងចុច data មក finally គឺយើងទទួលបាន table ដូចដើមណាបាទដូចដើមវិញអញ្ចឹងអានេះគឺខ្ញុំបង្ហាញពីដំណាក់កាលនឹងអស់ហើយគឺយើងអាចយកវាទៅមើលអំពីការធ្វើការងារនឹងបានណាអញ្ចឹងសរុបមកគឺយើងអាចបង្កើតទាំង new DB new database ក៏អាចលុបវិញបានគ្នាយើងអាចបង្កើត new table ក៏អាចលុបវិញបានលុប table ចេញអាចរៀនមើលអំពី structure table អាចរៀនអំពី add ឬក៏ change column អាច change ទៅលើ name change ទៅលើ type change ទៅលើ default value null មិន null អីអាច change បានអាច add column ថ្មីបាន add 1ក៏បាន add 2ក៏បានតើណាត់អាច drop 1ក៏បាន2ក៏បាន3ក៏បានអូខេអញ្ចឹងនេះគឺជាអ្វីដែលយើងអាចធ្វើនៅលើ GUI PHP MyAdmin អញ្ចឹងសកម្មថា point របស់ហ្នឹងគឺយើងអាចធ្វើបានណា create new DB លើ GUI ហ្នឹង drop ចេញវិញ create new table លើ GUI ហ្នឹងបាទអាចធ្វើការងារ drop ចេញវិញ add new column change column ហើយមើលអំពី structure table នេះគឺជាអ្វីដែលយើងចង់បាន
គឺនៅក្នុងការងារហ្នឹងណាអូខេតោះចឹងនេះគឺយើងដានអស់ណាសម្រាប់ការងារហ្នឹង